ស្វែងយល់អំពី Photoshop CS3 Photoshop គឺជាកម្មវិធីមួយពេញនិយមបំផុតលើពិភពលោកដែលមានតួនាទីសម្រាប់កាត់តរូបភាព Design រចនារូបភាពដែលយើងប្រើប្រាស់សម្រាប់ការងារបោះពុម្ពធ្វើផ្លាកយីហោធ្វើប៉ាណូផ្សាយពាណិជ្ជកម្ម Design ក្រដាសផ្សព្វផ្សាយ Design ទស្សនាវដ្តីកាសែតជាពិសេសទៅទៀតប្រើក្នុងហាងផលិតរូបថតចឹងនេះជា logo របស់ Photoshop CS3 Open Photoshop CS3 គឺជាការបើកកម្មវិធីដើម្បីប្រើប្រាស់ទី1គឺយើងចុចលើ Start រួចយកពាក្យ All Program រួចយកពាក្យថា Adobe Photoshop CS3 តោះចឹងយើងមើលការអនុវត្តទី1យើងចុចលើ Start ទី2យកពាក្យ All Program ទី3គឺយើងយកពាក្យថា Adobe Photoshop CS3តោះអញ្ចឹងយើងបើកបានហើយអញ្ចឹងយើងមើលតទៅទៀតclose គឺជាការបិទកម្មវិធីអញ្ចឹងគឺយើងคลิกលើសញ្ញាខ្វែងនេះតែម្ដងអញ្ចឹងគឺយើងនៅលើ Photoshop នេះគឺយើងចុចសញ្ញាខ្វែងនេះតែម្ដងមកបាទពេលហ្នឹងវាបិទតែម្ដងបាទឬយើងមើលការបើកម្យ៉ាងទៀតគឺយើងចុចលើ Start រួចយើងវាយពាក្យថា Photoshop នៅក្នុងប្រអប់ Search Program and File រួច Enter key បាទតោះអញ្ចឹងយើងមើលទី1យើងចុចលើ Start រួចយើងវាយពាក្យថា Photoshopវាយ photo មកវាចេញ program នៅលើយើងចុច enter នេះតែម្ដងតោះអញ្ចឹងរបៀបបិទមួយទៀតគឺយើងចុច control Q តែម្ដងអញ្ចឹងនៅលើ Photoshop យើងនេះយើងចុច control ជាប់ចុច Q តែម្ដងអញ្ចឹងបិទដូចគ្នាស្វែងយល់អំពី view interface view interface គឺជាការបង្ហាញកំហើញផ្ទាំងការងារដើម្បីប្រើប្រាស់ពន្យល់ពាក្យ interface ការងារប្រទាក់ឬក៏កន្លែងបូករួមបាទអញ្ចឹងនេះគឺជា interface របស់ Photoshop អញ្ចឹងយើងមើលនេះខាងឆ្វេងដៃនេះគឺបាទគេហៅថា tool បាទខាងលើនេះមកជួនហ្នឹងគេហៅថា option ហើយខាងលើផ្នែកខាងស្ដាំគេហៅថា navigator ហើយខាងស្ដាំផ្នែកកណ្ដាលនេះគឺគេហៅថា style ហើយនឹងខាងស្ដាំផ្នែកខាងក្រោមនេះគេហៅថា layer តោះអញ្ចឹងយើងមើល show tool គឺជាការបង្ហាញផ្ទាំងការងារដើម្បីប្រើប្រាស់តាមមុខងារនីមួយៗពន្យល់ពាក្យ tool មានន័យថាឧបករណ៍ទី1គឺយើងចុចទៅលើពាក្យ window ទី2គឺយើងជ្រើសរើសយកតែម្ដងតោះអញ្ចឹងយើងមើលនៅលើ Photoshop យើងបាទអញ្ចឹងទាំងអស់នឹងឯងគេហៅថា view interface អញ្ចឹងខាងឆ្វេងដៃនេះគេហៅ tool អញ្ចឹងគឺយើងចុចលើពាក្យ window នេះរួចដោះថេចពាក្យ tool នេះពេលហ្នឹងវាបាត់ហើយអត់បង្ហាញទេអញ្ចឹងយើងចង់ឲ្យវាបង្ហាញមកវិញគឺយើងចុចលើ window នឹងដដែលរួចយកពាក្យថា tool អញ្ចឹងចេញឧបករណ៍នឹងមកវិញហើយបន្តមកទៀតយើងមើលខាងលើនេះគឺគេហៅថា option អញ្ចឹងគឺយើងคลิกលើ window នេះរួចយកបាទ option នេះអញ្ចឹងពេលហ្នឹងវាអត់បង្ហាញទេបាទយើងคลิกលើ window យកពាក្យ option វិញពេលហ្នឹងវាបង្ហាញមកវិញដូចគ្នាដែរខាងលើនេះគេហៅថាបាទ navigator អញ្ចឹងពេលដែលយើងចុចលើ window បាទដោះពាក្យថា navigator ចេញអញ្ចឹងពេលនេះវាអត់បង្ហាញទេអញ្ចឹង color ដូចគ្នាដែរយើងអាច close នេះក៏បានដែរអាខ្វែងបាទ layer ដូចគ្នាដែរគឺយើងចុចសញ្ញាខ្វែងអញ្ចឹងវាបាត់ដែរអញ្ចឹងយើងចង់ឲ្យវាបង្ហាញមកវិញគឺទី1យើងយកពាក្យ window រួចយើងយកពាក្យថាបាទ navigator អញ្ចឹងចេញផ្នែកខាងលើបាទរួចយកពាក្យ window ដដែលរួចយកពាក្យថា style ចេញផ្នែកកណ្ដាលរួចយកពាក្យ window ដដែលរួចយកពាក្យថា layer បាទអញ្ចឹងគឺចេញផ្នែកខាងក្រោមនេះបាទអញ្ចឹងទាំងអស់ហ្នឹងឯងគឺគេហៅថា view interface សិក្សាអំពី new គឺជាការបង្កើតផ្ទាំងការងារដែលមានຂະຫນាតដូចជាຂະຫນាតក្រដាសទំហំរូបថតຂະຫນាតក្រដាស A4 និងຂະຫນាតក្រដាសផ្សេងទៀតអញ្ចឹងនេះគឺជាផ្ទាំងបាទ dialog box ដែលយើងចុច new ទៅវាបង្ហាញបែបហ្នឹងឯងតោះអញ្ចឹងយើងមើលបញ្យលពាក្យ size មានន័យថាទំហំបាទ weight នេះមានន័យថាតូចតឹងឬបន្ទាបាទ height នេះមានន័យថាកម្ពស់អញ្ចឹងគឺនៅខាងលើនេះមាន size មាន weight មាន height តោះអញ្ចឹងយ៉ាងបីបង្កើតបានទី1គឺយើងចុចលើពាក្យ file ទី2យកពាក្យថា new ទី3 show dialog box រួចជ្រើសរើសរួចចុច OK តែម្ដងតោះអញ្ចឹងយើងមើលសំណួរទី1ចូលបង្កើតសន្ទរការងារថ្មីដែលមានទំហំបាទ10 cm គុណនឹង15 cm ត
តោះអញ្ចឹងនេះទី1គឺយើងចុចទៅលើពាក្យ file រួចយកពាក្យថា new បាទអញ្ចឹងពេលហ្នឹងចេញផ្ទាំងនេះមួយហើយគេហៅថា dialog box new អញ្ចឹងយើងត្រូវការຂະຫນາດប៉ុណ្ណាអញ្ចឹងទី1គឺយើងคลิกលើនេះមកយកទៅຂະຫນាតទៅជាសង់ទីម៉ែត្រ cm បាទត្រង់នេះវាអូតូហើយអញ្ចឹងយើងវាចូលមកគឺយើងត្រូវការ10ទេខាងក្រោមនេះគឺត្រូវការ15អញ្ចឹងគឺយើងវាប៉ុណ្ណឹងចូលមកបន្តមកទៀតគឺយើងចុច OK សិនបាទអញ្ចឹងនេះគឺយើងមានក្រដាសមួយបាទដែលមានទំហំបាទ10គុណនឹង15គឺមានន័យថាតើតឹងវា10ហើយកម្ពស់វា15ចុះបើយើងចង់ធ្វើទៅ update វិញធ្វើយ៉ាងម៉េចយើងគឺទី1យើងគ្រាន់តែចុចទៅលើពាក្យថា image ទី2គឺយើងយកពាក្យថានេះ rotate រួចយើងយកពាក្យនេះ 90 cw បាទអញ្ចឹងពេលនេះវាត្រឡប់ទៅជាក្រដាស update ឲ្យយើងតែម្ដងតោះអញ្ចឹងយើងមើលសំណួរទី2ចូលបង្កើតស្លឹកការងារថ្មីមានទំហំបាទ A4 អញ្ចឹងមានន័យថាទំហំស្មើនឹងក្រដាសរាមក្រដាសយើង print ក្រដាសយើង copy នឹងឯងអញ្ចឹងទី1គឺយើងមកមើលលើ Photoshop របស់យើងគឺយើងចុចពាក្យថា file រួចចុចពាក្យថា new នេះអញ្ចឹងគឺយើងមើលកន្លែងពាក្យថា preset នេះគឺយើងជ្រើសរើសកន្លែងហ្នឹងមករួចយកពាក្យថានេះ international paper អញ្ចឹងគឺពេលហ្នឹងមានទំហំហើយមានຂະຫນາດវាស្រាប់ដូចជា A1 A5 A4 A3 អញ្ចឹងមកអញ្ចឹងគឺយើងត្រូវការយកຂະຫນາດ A4 យក A4 មកណាបន្តមកទៀតគឺយើងចុច OK តែម្ដងបាទអញ្ចឹងគឺយើងមានຂະຫນາດនឹងឯងគឺទំហំវាបាទ A4 អញ្ចឹងយើងត្រូវការធ្វើឲ្យក្រដាសនឹងទី update វិញគឺយើងគ្រាន់តែចុចលើពាក្យថាបាទ image រួចយកពាក្យថា rotate converse រួចយកពាក្យនេះ90បាទ cw បាទអញ្ចឹងពេលនឹង update អញ្ចឹងតែម្ដងសិក្សាអំពី Open Picture Open Picture គឺជាការបើករូបភាពទី1យើង double click នៅលើបាទទីតាំងពណ៌ប្រផេះនៅលើ Photoshop ហ្នឹងរួចជ្រើសរើសរូបភាពតែម្ដងរួច click លើ Open តោះអញ្ចឹងយើងមើលការបើកអញ្ចឹងនៅលើ Photoshop យើងនេះឃើញបើកមកភ្លាមមានផ្ទៃប្រផេះហ្នឹងអញ្ចឹង click លើផ្ទៃប្រផេះ2ដងបាទអញ្ចឹងពេលហ្នឹងគឺចេញរូបភាពមកយើងហើយបើករណីយើងចំទីតាំងផ្សេងគឺយើងคลิกទៅលើនេះ library រួចយកពាក្យថា picture បាទរួចយកពាក្យថា sample picture បន្តមកទៀតគឺយើងបើកមកឧទាហរណ៍រូបនេះមួយអញ្ចឹងคลิกលើរូបហ្នឹងមករួចចុច open បាទអញ្ចឹងបើកបានហើយយើងចង់បិទវាចោលវិញយើងគ្រាន់ចុចសញ្ញាខ្វាយនេះមកវាចេញ close តែម្ដងបាទឬមួយទៀតគឺយើងចូលតាម file រួចយកពាក្យ open រួចជ្រើសរើស picture រួចចុច open តែម្ដងតោះអញ្ចឹងយើងមើលក្នុង Photoshop យើងគឺយើងអាចចុចលើពាក្យ file រួចចុចពាក្យថាបាទ open បាទបន្តមកទៀតគឺយើងរើសទីតាំងរូបភាពមកនៅក្នុង library ហ្នឹងឃើញពាក្យ picture នេះហើយរួចយកពាក្យ sample picture ហ្នឹងមកឧទាហរណ៍យករូបនេះអញ្ចឹងคลิกលើហ្នឹងរួចចុច open តែម្ដងបាទអញ្ចឹងចង់ខ្លុះវិញយើងចុចតែខ្វែងចេះមកបានហើយឬមួយទៀតរបៀបបើកលឿនគឺយើងបាទបើករូបភាពនៅលើ Explorer ហ្នឹងសិនបាទនេះអញ្ចឹងរូបភាពយើងនៅក្នុង library រួចយក picture រួចយកពាក្យ sample picture ហ្នឹងមកបាទអញ្ចឹងឧទាហរណ៍យើងត្រូវការបើករូបសត្វនេះអញ្ចឹងយើងគ្រាន់តែคลิกឲ្យជាប់លើរូបសត្វហ្នឹងរួចបាទអូសមកដល់លើកម្មវិធី Photoshop រួចពេលចេញសញ្ញាលេខបូកខ្មៅចេះយើងប្រឡែងតែម្ដងបាទអញ្ចឹងគឺបើកបានដូចគ្នាសិក្សាអំពី Zoom Tool Zoom Tool គឺជាការពង្រីកពង្រួមកំហើញឲ្យមើលឃើញធំឬតូចតាមលេខភាគរយដែលត្រូវកំណត់បាទអញ្ចឹងគឺឧបករណ៍នេះឯងឈ្មោះថា Zoom Tool បញ្យល់ពាក្យ Zoom ពង្រីកឬក៏ពង្រួមបាទអញ្ចឹងទី1គឺនៅលើបាទក្រដាសឯកសារយើងហ្នឹងគឺយើងចុចទៅលើបាទ Zoom Tool រួចយើងជ្រើសរើសបាទសញ្ញាលេខដកមានន័យធ្វើឲ្យបាទកំហើញហ្នឹងតូចសញ្ញាលេខបូកនេះគឺធ្វើឲ្យកំហើញហ្នឹងធំបន្តមកទៀតគឺយើងមើលឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងមើលការអនុវត្តអញ្ចឹងទី1យើងត្រូវបើករូបភាពសិនអញ្ចឹងយើង double click នៅរឿង2ដងរួចយករូបផ្កានេះមករួចចុច open បាទអញ្ចឹង zoom របស់យើងនេះមានន័យថាទំហំវាគឺ 66.7% គឺយើងមើលនៅលេខគៀននេះក៏បានដែរអញ្ចឹងដើម្បី zoom គឺយើងគ្រាន់តែ click លើនេះ zoom tool បន្តមកទៀតគឺយើងមើលខាងលើនេះឃើញលេខដកអញ្ចឹងពេលយើង click ទៅវាបង្រួមឲ្យទូចអញ្ចឹងពេលយើង click លើលេខបូកនេះវិញមកវាពង្រីកឲ្យធំវិញបាទតោះឬក៏ម្យ៉ាងទៀតគឺយើងអាចចុច control ជាមួយនឹងសញ្ញាលេខបូកសម្រាប់ zoom in មានន័យថាពង្រីកឲ្យធំ
គឺយើងអាចចុច control ជាមួយនឹងសញ្ញាលេខដកសម្រាប់ zoom out មានន័យថាបាទធ្វើឲ្យកំហើញតូចតោះចឹងយើងអនុវត្តចឹងឯកសារយើងមានចំណឹងចឹងហើយយើងគ្រាន់តែចុច control បូកមួយសញ្ញាលេខដកមកឲ្យវាទូចតែម្ដងអញ្ចឹងខ្ញុំចុច control ភាសាទៀតរួចចុចសញ្ញាលេខបូកវិញតែម្ដងចឹងឃើញវារីកធំតែម្ដងឬម្យ៉ាងទៀតយើងមើលនៅលើផ្ទាំង navigator នេះ dialog box ហ្នឹងយើងឃើញលេខ zoom នៅនេះហើយអញ្ចឹងនៅលើផ្ទាំងហ្នឹងគឺយើងអាចនេះទាញ number ភាគរយហ្នឹងទៅឆ្វេងឬក៏ទៅស្ដាំហើយយើងឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងមើលនេះអញ្ចឹងនៅលើនេះ navigator បាទ dialog box ហ្នឹងយើងអាចទាញវាមកឆ្វេងចេះមកវាទូចណាហើយយើងអាចคลิกវាមកស្ដាំចេះមកវារីកធំវិញឬក៏យើងចង់បានប្រមាណភាគរយឧទាហរណ៍ 100% យើង select លើហ្នឹងហើយយើងវាលេខ 100% តែម្ដងរួច enter ណាសិក្សាអំពី hand tool using hand tool គឺជាឧបករណ៍ដៃសម្រាប់ទាញមើលចំទីតាំងណាមួយករណីអាចប្រើបានលុះត្រាតែរូបភាពរបស់អ្នកពង្រីកកំហើញឲ្យធំជាង screen នៃផ្ទាំងការងារបាទបញ្យល់ពាក្យ hand មានន័យថាដៃបាទអញ្ចឹងទី1គឺយើងចុចទៅលើរូបភាពយើងបាទរួចហើយគឺយើង zoom វានឹងឲ្យធំជាង 100% សិនតមកទៀតបាទយើងប្រើ hand tool ហ្នឹងរួច click ហើយយើងអូសវាតែម្ដងអញ្ចឹងពេលនេះយើងឃើញលទ្ធផលដល់ចឹងយើងមើលការប្រើប្រាស់អញ្ចឹងគឺយើងមានរូបនេះមួយក្រោយយើងបើកហើយទី1ដើម្បីប្រើ hand tool នេះបាននេះណាយើងទីអត់ដើរទេដោយសាររូបរបស់យើងវាពេញមួយ screen អញ្ចឹងតើយើងប្រើឧបករណ៍ zoom នេះពង្រីកវានេះលេខបូកនេះពង្រីកវាធំជាសិនឃើញទេពេលវាធំចឹងហើយយើងចុចលើ hand tool មកយើងអាចទាញវាមើលត្រង់ចំណុចណានេះមើលបាទពេលនេះយើង click O ទៅពេលនេះយើងមើលតាមជ្រុងនឹងបានបាទដូចគ្នាដែរយើងមើលវិធីមួយទៀតគឺយើងអាចនឹងមើលនៅលើ navigator dialog box គឺយើង click បាទរួចអូសបាទនៅលើប្រអប់ពណ៌ក្រហមហ្នឹងតែម្ដងរួចយើងនឹងឃើញនេះប្រអប់ក្រហមលើនេះតោះចឹងយើងមើលការអនុវត្តនេះយើងមើល navigation នេះយើង click ទៅនឹងអូសយកទៅនឹងវានេះហើយយើងអាចព្រូន zoom នៅត្រង់នេះវិញទៅយើងអាចមើលឃើញងាយស្រួលក្នុងការប្រើប្រាស់តែម្ដងសិក្សាអំពី screen mode គឺជាប្រភេទនៃការបង្ហាញផ្ទាំងការងារដើម្បី design ដែលមាន4ប្រភេទដូចជា standard screen mode បង្ហាញជាទម្រង់ធម្មតាស្តង់ដារ maximize screen mode បង្ហាញជាទម្រង់ពេញផ្ទៃកម្មវិធីការងារ full screen mode with menu bar បង្ហាញពេញផ្ទៃអេក្រង់មាន menu ការងារ full screen mode បង្ហាញពេញផ្ទៃអេក្រង់ជាពណ៌ខ្មៅតោះអញ្ចឹងដើម្បីប្រើប្រាស់គឺទី1គឺយើងចុចទៅលើពាក្យ view ទី2យកពាក្យថា screen mode ទី3គឺយើងជ្រើសរើសណារួចឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងមើលការអនុវត្តនៅលើ Photoshop បាទអញ្ចឹងទី1យើងបើកបាទរូបមួយសិនមកយើង click លើនឹង2ដងមករួចជ្រើសរើសរូបណាមួយក៏បានដែររួចចុច open បាទបន្ទាប់មកទៀតគឺយើងមកទម្រង់បែបនេះឯងគេហៅថា standard mode នេះគឺទី1យើងចុចទៅលើពាក្យ view ទី2យើងយកពាក្យថានេះ screen mode អញ្ចឹងគឺវាថេចលើពាក្យថា standard screen mode អញ្ចឹងគឺទម្រង់ហ្នឹងឯងគឺ standard អញ្ចឹងបើយើង click លើពាក្យ maximize screen mode អញ្ចឹង click លើហ្នឹងមកទីបង្ហាញឲ្យពេញមកនេះអញ្ចឹងយើង click កន្លែងនេះមកវិញ click ឲ្យចេះមកវាបង្ហាញពេញបាទយើងមើលតទៀត view រួចយកពាក្យ screen mode រួចយកពាក្យនេះ full screen mode with menu bar អញ្ចឹងគឺវាបង្ហាញពេញផ្ទៃមួយក្រង់ហើយបង្ហាញតែខាងលើនេះទេបាទអញ្ចឹងយើងមើលក្នុង view ទៀតរួចយកពាក្យថា screen mode តទៀតយកពាក្យថា full screen mode អញ្ចឹងពេលនឹងវាបង្ហាញ full screen ហើយមានផ្ទៃវាគៀននេះខ្មៅតែម្ដងហើយយើងអាចអូសរង្កិលទៅណាក៏បានដែរបាទអញ្ចឹងភាគច្រើនគឺគេប្រើបាទនៅលើបាទ standard mode តោះអញ្ចឹងករណីហ្នឹងយើងចង់ឲ្យវា normal mode ធម្មតាវិញគឺយើងចុចលើនេះអញ្ចឹងពេលនេះវា normal mode វិញហើយគឺ standard តោះអញ្ចឹងយើងមើលមករបៀបទៀតឬក៏យើងនៅលើ toolbox ហ្នឹងនៅខាងក្រោមហ្នឹងគឺយើងមកស្ដាំទៅលើមក change screen mode ទៅរួចជ្រើសរើសយកតែម្ដងតោះអញ្ចឹងយើងមកមើលឡើយនេះទៀតគឺយើងក៏នេះមកស្ដាំនៅលើនេះទៅរួចយើងជ្រើសរើសទៅជាការ slide មានទាំង4ហ្នឹងមកវិញហើយសិក្សាអំពី view ruler grade view ruler and grade គឺជាការដាក់បន្ទាត់និងការបង្ហាញក្រឡា grade
តោះអញ្ចឹងទី1គឺយើងចុចលើ view រួចយកពាក្យ ruler រួចយើងឃើញលទ្ធផលតែម្ដងហើយយើងយក view ទៀតរួចចុចលើពាក្យ show រួចជ្រើសរើសពាក្យ grade បន្តមកទៀតឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងយើងនៅលើរូបភាពហ្នឹងគឺយើងបើករូបភាពមួយសិនមកបន្តមកទៀតនេះយកពាក្យ view នេះរួចយកពាក្យនេះ ruler អញ្ចឹងឃើញយើងមានបន្ត ruler នៅខាងលើនេះបាទបង្ហាញຂະຫນាតវាបាទអញ្ចឹងយើងចង់បង្ហាញបន្តក្រិតទៅលើទៀតគឺយើងចុចលើ view ហ្នឹងរួចយកពាក្យនេះសូរួចយកពាក្យក្រិតបាទអញ្ចឹងពេលហ្នឹងចេញក្រឡាខ្វែងក្រិតឲ្យយើងមើលតែម្ដងបាទអញ្ចឹងយើងចង់ដោះក្រិតហ្នឹងវិញគឺយើងគ្រាន់តែចុចលើ view ហ្នឹងវិញរួចយកពាក្យថាសូរួចយកពាក្យនេះក្រិតរួចយើងដោះ ruler ចោលទៀតគឺយើងគ្រាន់តែចុចលើ view រួចយកពាក្យ ruler នេះជាការស្រេចសិក្សាអំពី background color and foreground color background color គឺជាពណ៌ផ្ទៃដែលប្រើប្រាស់នៅពេលដែល select រួចលុប background ចោលពន្យល់ពាក្យ background មានផ្ទៃឬផ្ទៃខាងក្រោយបាទអញ្ចឹងយើងមើលយើងមានពណ៌ពីរគឺពណ៌ខៀវជាមួយនឹងពណ៌ក្រហមអញ្ចឹងពណ៌ក្រហមជាពណ៌បាទ background color តោះអញ្ចឹងរបៀបប្រើគឺទី1នៅលើ paperwork របស់យើងហ្នឹងគឺយើង select ទៅលើឧបករណ៍បាទ rectangular marquee tool រួចអូសលើវាមកបន្តមកទៀតចុច delete key រួចយើងនឹងឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងដើម្បីបានផ្ទាំងការងារគឺទី1គឺយើងចុចលើពាក្យ file រួចយកពាក្យ new បាទបន្តមកទៀតគឺយើងយកត្រង់នេះយកពាក្យថា default បាទ Photoshop size រួចចុច OK បាទអញ្ចឹងយើងមើលយើងបានផ្ទាំងនេះមួយហើយអញ្ចឹងយើងមើលពណ៌ខាងក្រោមនេះអញ្ចឹងខាងលើនេះគឺគេហៅថាបាទ foreground color អញ្ចឹងយើងដាក់វាពណ៌ខៀវបន្តមកទៀតខាងក្រោមនេះគឺគេហៅថា background color អញ្ចឹងយើងរើសវាយកពណ៌ក្រហមមករួចអូខេបាទអញ្ចឹងយើងមើលយើងមានពីរពណ៌ហ្នឹងហើយអញ្ចឹងពេលដែលយើង select លើឧបករណ៍នេះឈ្មោះថាបាទ rectangular បាទ marquee tool คลิกលើហ្នឹងមករួចអូសលើហ្នឹងបន្តមកទៀតគឺយើងចុច delete key បាទអញ្ចឹងយើងមើលឃើញពេលហ្នឹងវាលុបទៅជាពណ៌ក្រហមតែម្ដងគឺពណ៌បាទក្រហមនៅខាងក្រោមនេះយកមកប្រើអញ្ចឹងបើយើងคลิกអាហ្នឹងដូរទៅជាពណ៌លឿងវិញឧទាហរណ៍អញ្ចឹងពេលដែលយើង select លើ background ត្រង់ណាគឺយើង delete មកអញ្ចឹងពេលហ្នឹងវាចេញពណ៌បាទលឿងនៅតាមខាងក្រោមនេះតែម្ដងតោះអញ្ចឹងយើងមើលបន្តទៀតគឺ foreground color គឺជាពណ៌ផ្ទៃខាងមុខដែលប្រើនៅពេលដែលចាក់ពណ៌ជាមួយ object ការងារណាមួយពន្យល់ពាក្យ foreground ផ្ទៃខាងមុខអញ្ចឹងយើងមើលយើងមានពីរពណ៌ខៀវពណ៌ក្រហមអញ្ចឹងពណ៌ខៀវគឺជាពណ៌ foreground color អញ្ចឹងទី1នៅលើ paperwork របស់យើងហ្នឹងគឺយើងបាទជ្រើសរើសឧបករណ៍មួយឈ្មោះថាបាទ pen bucket tool រួចយើងคลิกទៅលើ page ហ្នឹងរួចយើងឃើញលទ្ធផលតែម្ដងតោះអញ្ចឹងយើងបាទយើងមើលយើងមានផ្ទាំងការងារហ្នឹងមួយបន្តមកទៀតគឺយើងត្រូវការប្រើ foreground color នេះយកមកប្រើអញ្ចឹងយើងគ្រាន់តែคลิกលើឧបករណ៍មួយនេះគឺបាទឧបករណ៍ធុងទឹកនេះគឺយើងคลิกលើនេះមកបាទคลิกជាប់មកយើងឃើញនេះ pen បាទ bucket tool คลิกលើហ្នឹងមកវាចេញសញ្ញាធុងទឹកមួយបាទអញ្ចឹងហើយគឺពណ៌កខៀវអញ្ចឹងពេលយើងคลิกទៅលើរូបភាពបាទផ្ទៃរបស់យើងហ្នឹងគឺវាចាក់ចូលពណ៌ខៀវហ្នឹងតែម្ដងនេះអញ្ចឹងឧទាហរណ៍យើងคลิกពណ៌ខៀវនឹងដូរទៅពណ៌ត្រួយជេរួចអូខេអញ្ចឹងពេលយើងចុចលើពណ៌ក្រហមអញ្ចឹងវាចាក់ពណ៌ក្រហមហ្នឹងបដូរទៅជាពណ៌ត្រួយជេអញ្ចឹងបើយើងคลิกលើពណ៌លឿងនេះទៀតអញ្ចឹងវាបដូរពណ៌លឿងទៅជាពណ៌ត្រួយជេទៀតតោះអញ្ចឹងបើយើងចង់លុបវាឲ្យវាពណ៌ធម្មតាវិញបាទអញ្ចឹងគឺយើង select វាទាំងអស់មកអញ្ចឹងគឺយើងបាទចុច Ctrl A អញ្ចឹងពេលនេះវា select ទាំងអស់ហើយរួចហើយយើងដូរពណ៌ background color ហ្នឹងទៅជាពណ៌សអញ្ចឹងទៅបាទរួចអូខេរួចយើងចុច delete ទៅអញ្ចឹងពេលហ្នឹងវាទៅពណ៌សធម្មតាវិញហើយរួចយើងคลิกលើឧបករណ៍បាទ rectangular marquee tool អញ្ចឹងคลิกលើហ្នឹងមកពេលហ្នឹងវាធម្មតាសិក្សាអំពី save as Photoshop PSD និងជារូបភាព picture JPG save as PSD បាទសម្រាប់កម្មវិធី Photoshop គឺជាការថតរូបមាន extension ជា PSD ហើយអាចកែប្រែបាននៅពេលក្រោយទៀតគឺសំដៅលើរូបភាពដែលអ្នក design មិនទាន់ចប់សពគ្រប់ជាពិសេសគឺវាបន្សល់ទុក
នៅ font layer style ដែលអាចកែប្រែបានលើក្រោយទៀតដូចនេះរូបភាព PSD បើកបាននៅពេលមានកម្មវិធី Photoshop វិញពន្យល់ជីវៈ PSD មកពីពាក្យថា Photoshop ចឹងរបៀបប្រើទី1គឺយើងចុចលើ file រួចយកពាក្យ save as បន្តមកទៀតគឺយើងជ្រើសរើសបាទ format វាយកជា Photoshop PSD នេះបន្តមកទៀតគឺយើងវាឈ្មោះចូលហើយនឹងរើសទីតាំងឯកសារបន្តមកទៀតគឺយើងចុច save តែម្ដងតោះចឹងយើងមើលរបៀបប្រើប្រាស់បាទអញ្ចឹងឧទាហរណ៍ទី1គឺយើងចុចលើពាក្យ file ទី2ចុចពាក្យ new បាទទី3គឺយើងបាទរើសត្រង់នេះយកពាក្យថា default Photoshop style តមកទៀតចុច OK ចឹងយើងមានឯកសារប៉ុណ្នេះស្រាប់តែយើងយកមកឧបករណ៍នេះ rectangular បាទ marquee tool คลิกលើនឹងមក open នេះមកតមកទៀតគឺយើងคลิกលើឧបករណ៍នេះរួចយកពាក្យថាបាទ pen bucket tool ហើយយើងដូរពណ៌មកវាចង់មកពណ៌ផ្កាឈូករួចចុច OK រួចចាក់ចូលដូចគ្នាដែរយើងคลิกលើនេះមកគូត្រង់នេះទៀតហើយដូរពណ៌មកទៅបាទរួច select មកយកឧទាហរណ៍ពណ៌លឿងរួចចុច OK ហើយចាក់ចូលឧទាហរណ៍យើងចាក់តែប៉ុណ្្នឹងចុះបន្តមកទៀតគឺយើងចុចទៅលើពាក្យថាបាទ file រួចយកពាក្យថាបាទ save as បាទបន្តមកទៀតគឺយើងបាទរើសត្រង់ format នេះគឺយកពាក្យថា Photoshop PSD បន្តមកទៀតគឺយើងវាឈ្មោះចូលឧទាហរណ៍ថាបាទ test បាទ save បន្តមកទៀតរើសទីតាំងឧទាហរណ៍រើសយក desktop ចុះបន្តមកទៀតគឺយើងបាទចុច save តែម្ដងចឹងយើងមកមើលក្នុង desktop យើងនេះមកបាទអញ្ចឹងគឺយើងមាន file មួយហើយនេះជា PSD គឺជា file Photoshop តោះអញ្ចឹងយើងមើលតទៀត save as បាទ JPG មានន័យថា JPEG គឺជាការថតទុករូបភាពដែលបំលែងទៅជារូបភាពมันអាចកែបានរូបភាពងាប់ឬរូបភាពសម្រាប់ដែលมันអាចកែបានដូចជា layer font ហើយនិង style ហើយរូបភាពនេះអ្នកអាចបើកបានដោយមិនចាំបាច់មានកម្មវិធី Photoshop ដែលរូបភាពប្រភេទនេះគេនិយមប្រើប្រាស់ណាស់ព្រោះយើងអាចបើកបានជាមួយនឹងប្រភេទគ្រឿងអេឡិចត្រូនិកម៉ាស៊ីនផ្សេងទៀតដូចជាបាទទូរស័ព្ទដូចជាបាទទូរទស្សន៍ iPod iPad និងកាមេរ៉ាជាដើមអញ្ចឹងរបៀប save ដូចគ្នាដែរទី1គឺយើងចុចទៅលើ file ទី2យកពាក្យថា save as ទី3គឺយើងជ្រើសរើស format វាមកទៅជា JPEG JPG តមកទៀតគឺយើងវាឈ្មោះចូលរួចយើងជ្រើសរើសទីតាំងរួចចុច save តែម្ដងតោះអញ្ចឹងដើម្បី save វាបានទី1ចុចទៅលើពាក្យ file ទី2យកពាក្យថា save as ទី3គឺយើងជ្រើសរើសនេះ format នេះយកពាក្យថា JPG នេះតមកទៀតយើងវាមកឧទាហរណ៍ថាបាទតែបាទ save បាទ1រួចចុច save មកបាទរួចអានេះគឺត្រង់ចំណុចនេះគឺយើង quality គឺយើងយកបាទឲ្យធំមកវាកាន់តែច្បាស់អញ្ចឹងបើយើងយកធម្មតាអី low វាខ្សោយវានៅ3អញ្ចឹងភាគច្រើនយកច្បាស់មករួចអូខេអញ្ចឹងយើងមកមើល desktop យើងបាទអញ្ចឹងឃើញមានរូបភាព1រូបភាព2អញ្ចឹងរូបភាពនេះឯងគឺ file បាទ JPEG ដែលជា file ងាប់គឺ file ដែលសម្រាប់យើងមិនអាចកែបានទៀតទេតែបើ file មួយទៀតនេះតែ save នេះគឺខុសគ្នានេះបើកទៅវារត់ចូល Photoshop វិញតែម្ដងណែនាំអំពី extension file No photo extension គឺជាប្រភេទនៃរូបភាពដែលត្រូវជ្រើសរើសកម្មវិធីសម្រាប់ដំណើរការសំខាន់ដូចជាបាទអញ្ចឹងយើងមើលទាំងអស់នេះគឺជាបាទឈ្មោះ extension សម្រាប់រូបភាពអញ្ចឹងបញ្យល់ពី extension គឺជាអក្សរកាត់ចុងក្រោយ3តួឬ4តួសម្រាប់សម្គាល់ប្រភេទ file ដូចជា docx ឯកសារសម្រាប់ Word បាទ xlsx ឯកសារសម្រាប់ Excel និង pptx ឯកសារបាទសម្រាប់ PowerPoint អញ្ចឹងដូចគ្នាដែររបស់យើង Photoshop បាទគឺ PSD គឺពេញនិយមបំផុតសម្រាប់ការងារ design ដែលត្រូវកែប្រែនៅពេលក្រោយទៀតអញ្ចឹង file JPEG មកពាក្យ JPG ហ្នឹងគឺពេញនិយមប្រើទូទៅបាទពេលដែលការ design ចប់សពគ្រប់ BMP បាទមិនសូវប្រើវាជាប្រភេទរូបភាពប្រើជាមួយនឹងកម្មវិធី Pen ដែលអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Microsoft Office បាទទាំងអស់ GIF GIF
និង PNG បាទច្រើនប្រើជាមួយនឹង website ព្រោះរូបភាពនេះបាទគ្មានផ្ទៃសខាងក្រោយទេបាទ TIFF ច្រើនប្រើជាមួយនឹងកម្មវិធីទូទៅជាពិសេសប្រភេទបាទម៉ាស៊ីនខ្នាតធំនិងបាទ print panel ធំ PDF បាទច្រើនប្រើជាមួយនឹងការផ្ញើ email ដែលមិនអាចមានការ error ម៉ូដអក្សរទំហំនិងមិនអាចកែបានទៀតផងមិនតែប៉ុណ្ណោះវាថែមទាំងមានទំហំតូចចឹងទាំងអស់នឹងឯងគឺជា extension file ដែលគេនិយមប្រើប្រាស់ចឹងយើងរៀនហើយអំពី Photoshop ហើយនិង JPG ចឹងឥឡូវយើងមើលអំពី pen ចឹងយើងមើលបាទ Photoshop យើងមួយមកចឹងគឺយើងចុចទៅលើ file រួចចុចលើពាក្យ new រួចបាទយើងជ្រើសរើសមកឧទាហរណ៍យកពាក្យថា default Photoshop size រួចចុច OK តោះចឹងយើងមានប៉ុណ្្នេះហើយចឹងយើងបាទคลิกលើឧបករណ៍4ជ្រុងនេះមួយមករួចយើងបាទ select លើឧបករណ៍នេះរួចចាក់ពណ៌ចូលរួច select ត្រង់នេះទៀតរួច select លើឧបករណ៍បាទនេះរួចចាក់ពណ៌ចូលទៀតយើងអាចដូរពណ៌បាន click លើបាទពណ៌លឿងហ្នឹងយកពណ៌បាទខៀវវិញរួច OK មករួចចាក់ចូលតទៀតតោះអញ្ចឹងដើម្បី save ទៅជា pen ទី1គឺចុចទៅលើពាក្យ file ទី2យកពាក្យថា save as ទី3គឺយើងរើសកន្លែង format នេះយកទៅពាក្យថាបាទនេះ BMP បន្តមកទៀតគឺយើងវាឈ្មោះចូលឧទាហរណ៍ថាបាទតេស្តបាទ save បាទ BMP រួចយើងចុចលើ save មករួចយើងចុច OK តែម្ដងព្រោះនេះវាអូតូយើងហើយអញ្ចឹងយើងមកមើលលើ desktop មកអញ្ចឹងនេះយើងមានឯកសារនេះ BMP នេះឃើញទេ